យកស៊ូស៊ីជ្រលក់មួយទឹកស្អ៊ីវមួយនេះនិយាយទៅរសជាតិបេះខ្លាំងហ្មងពេលដែលញ៉ាំទៅរសជាតិពីរនឹងចូលគ្នាល្អហ្មងហើយក្លិនមានឡើងឈ្ងុយទៀតតម្លៃវិញក៏សមរម្យទៀតស៊ូស៊ីនេះគឺខ្ញុំទិញ10គ្រាប់គឺគេថែមមួយឃើញប្រហែលស៊ូស៊ីចឹងច្បាស់ជាគិតថាធម្មតាត្រូវអត់និយាយទៅខ្ញុំមានគ្រឿងផ្សំមួយគ្រឿងផ្សំនោះ special ហ្មងពេលដែលញ៉ាំមួយស៊ូស៊ីទៅគឺរសជាតិកាន់តែឆ្ងាញ់ជាងនឹងទៀតថ្ងៃណាក៏ដោយឲ្យតែ clean ស៊ូស៊ីហ្នឹងដឹងថាមកហ្នឹងហើយមកហ្នឹងចាអារម្មណ៍ជាងគេហ្មងគឺស៊ូស៊ីនៅខាងគាត់ហ្នឹងគឺមានច្រើនមុខមែនតើហ្មងហើយតម្លៃវិញគឺធូរមែនតើមកគ្រាប់1000 2000នេះទេសម្រាប់ទីតាំងវិញគឺខ្ញុំទិញនៅមួយជួរខាងក្រោយសាលាវ៉ាន់ដាញ៉ាំស៊ូស៊ីគឺរសជាតិឆ្ងាញ់មួយយ៉ាងហើយប៉ុន្តែបើសិនជាយើងចង់បានរសជាតិឆ្ងាញ់ជាងនឹងទៀតតោះតែរើទឹកស្អ៊ីវត្រូវទៀតបន្ទាប់ពីទិញស៊ូស៊ីហើយក៏ឆ្លៀតចូលសាទៅនើបទិញទឹកស្អ៊ីវជីនស៊ូម្ដងសារតែនៅផ្ទះប្រើអស់ដល់ពេលចឹងទៅឆ្លៀតចូលទិញឲ្យហើយហ្មងទៅបើតម្លៃវិញទឹកស្អ៊ីវម្ដងនោះតែ3000ជាងទេសម្រាប់គ្រឿងផ្សំដែល special ខ្ញុំនិយាយមុនហ្នឹងគឺទឹកស្អ៊ីវជីនស៊ូមួយនេះទឹកស្អ៊ីវជីនស៊ូហ្នឹងចង់យកមកធ្វើម្ហូបក៏បានចង់ញ៉ាំមួយម្ហូបក៏បានដែរទឹកស្អ៊ីវជីនស៊ូហ្នឹងចម្រាញ់ចេញមកពីស្តេកសៀនដល់ពេលចឹងទៅគុណភាពក៏ល្អការវាខ្ចប់ក៏ស្អាតទៀតពេលដែលបើកម៉ូបមកនិយាយទៅក្លិនឡើងឈ្ងុយហ្មងហើយបើជ្រលក់មួយម្ហូបទៀតនិយាយទៅរសជាតិកាន់តែឆ្ងាញ់ជាងនឹងទៀតយកមកជ្រលក់មួយស៊ូស៊ីនេះទៀតនិយាយទៅឡើងតំណហ្មងហើយក្លិននេះក៏ឈ្ងុយទៀតមិនខ្ញុំចេះតែនិយាយទេគឺរសជាតិគឺឆ្ងាញ់របស់គេមែនបន្ទាប់ពីជ្រលក់ហើយចឹងរសជាតិស៊ូស៊ីនេះគឺឆ្ងាញ់មួយយ៉ាងហើយគ្រាន់តែពេលដែលញ៉ាំតេចឹងទៅគឺដូចខ្វាយមួយចឹងដល់ពីជ្រលក់មួយទឹកស្អ៊ីវឈីនស៊ូនេះហើយនិយាយទៅរសជាតិស៊ូស៊ីជាមួយនឹងទឹកស្អ៊ីវហ្នឹងគឺចូលជាតិគ្នាហ្មងឆ្ងាញ់ពេលតែដាក់ចូលមាត់ទៅគឺក្លិនទឹកស្អ៊ីវឡើងឈ្ងុយហ្មងអ្នកទាំងអស់គ្នាមើលតែខ្ញុំញ៉ាំទៅដឹងនិយាយទៅញ៉ាំឡើងជក់មាត់ហ្មងស៊ូស៊ីមកផ្អមហ្នឹងជ្រលក់មួយទឹកស្អ៊ីវមកកូនចានហ្នឹងនិយាយទៅជ្រលក់ឡើងអស់លីងហ្មងចង់ដឹងថារសជាតិទឹកស្អ៊ីវឈីនស៊ូបែបម៉េចពេលដែលញ៉ាំទៅគឺកំភ្លេចទិញសាក់ផងនិយាយទៅរសជាតិធានាជូនហ្មងហើយពេលយកមកជ្រលក់មួយម្ហូបចង់យកមកធ្វើម្ហូបក៏បានដែរ